ចាបងប្អូននេះគឺជាទឹកជីផ្លែឈើចាចឹងការធ្វើទឹកជីផ្លែឈើនេះគឺខ្ញុំធ្លាប់បង្ហាញច្រើនដងហើយចាចំពោះទឹកជីផ្លែឈើដែលខ្ញុំធ្វើងាយៗខ្លួនឯងនេះគឺច្នៃអត់តិចគឺវត្ថុធាតុដើមនេះគឺមានតែកាកស្កររងូចាផ្លែចេកទុំញោខ្លាំងចាចេកណាំបាយធម្មតាហ្នឹងចាម្នាស់ហើយនឹងស្វាយកែវរមៀតទុំចាម្នាស់ទុំអញ្ចឹងខ្ញុំដាក់តែផ្លែឈើ3មុខនឹងឯងចាព្រោះឯតម្លៃរបស់ផ្លែឈើហ្នឹងនៅក្នុងស្រុករបស់យើងគឺវាតម្លៃសមរម្យអត់ថ្លៃទេហើយជាមួយកាកស្កររងូក៏អត់ថ្លៃដូចគ្នាចាអញ្ចឹងខ្ញុំផលិតបានប៉ុណ្ណេះនិយាយតែពីបើកមកក្លិនរបស់វាវិញអូយឡើងឈ្ងុយបែបផ្អែមហ្មងឈ្ងុយមែនតែនហ្មងអញ្ចឹងបងប្អូនដាក់តែប៉ុណ្្នឹងមកយកទៅប្រហើចាផ្ដាច់តែសៃត្រាំចំបើងប្រហើឲ្យវាធំវាឆាប់ធំប្រហើពេលយប់អីក៏បានដែរនេះយើងលាយមួយទឹកចឹងមកអានេះ1លីត្រកន្លះដបទឹកសុទ្ធនេះ1លីត្រកន្លះចាបងប្អូនអាចដាក់ច្រើនជាងនឹងឲ្យពណ៌រៀងក្រហមជាងនឹងក៏បានដែរសម្រាប់ផ្ដាច់តែសៃអីចឹងណាអានេះទឹកដើមរបស់វាហ្មងបងប្អូនចាំទឹកជីផ្លែឈើនេះបើកមកក្លិនឈ្ងុយចឹងមុននឹងប្រើក្លុកវាឲ្យចូលជាតិចឹងទៅហើយដាក់កធន់ប្រហើនឹងមកយកទៅប្រហើចាប្រហើលើតំណាំរបស់យើងក៏បានដែរតំណាំដូចជាតកួនចាត្រប់ម្ទេសបន្លែចាដើមឈើហូបផ្លែអូល្អណាស់ចំពោះទឹកជីផ្លែឈើនេះបងប្អូនចំណាយលុយអស់តិចមែនតើហើយចំណេញច្រើនឧទាហរណ៍បងប្អូនប្រើផ្លែឈើចេក1គីឡូចាអញ្ចឹងស្កររងូ1គីឡូដូចគ្នាម្នាស់1គីឡូអញ្ចឹងស្កររងូថែម1គីឡូទៀតបើបងប្អូនប្រើម្នាស់1គីឡូទៀតអញ្ចឹងថែមស្កររងូ1គីឡូទៀតមានន័យថាផ្លែឈើបងប្អូនប្រើ3គីឡូស្កររងូស្លឹង3គីឡូដូចគ្នាអញ្ចឹងដាក់មកដាក់ក្នុងធុងមកចាឲ្យវាកាច់ចូលគ្នាបំបែកសារជាតិនឹងចូលគ្នាទៅវាកាច់ជាទឹកជីបែបហ្នឹងគ្រាប់បើកមកគឺក្លិនឈ្ងុយហ្មងក្លិនក្អូបែបផ្អែមណាអានេះគឺជាមេជីបងប្អូនហើយបើសិនជាបងប្អូនចង់ឲ្យវាបែកលឿនបែកចូលគ្នាឆាប់បានប្រើលឿនទិញដូងមួយផ្លែមកប៉ុន្តែយកអាដូងណាដែលមានរសជាតិផ្អែមអត់យកដូងខ្ចីឬក៏ដូងចាស់ពេកទេដូងដែលមានរសជាតិផ្អែមអញ្ចឹងបងប្អូនចាក់មកចាក់ចូលកធុងរបស់យើងមកឲ្យវាបែកចូលគ្នារយៈពេលតែមួយអាទិត្យយើងប្រើបានហើយទឹកនេះគឺអត់មានរាវរបស់ក្លោកណាបងប្អូនរៀងមានលក្ខណៈថាស្អិតតិចពួយដាក់កាក់ស្ករគឺល្អប្រើបងប្អូនមើលពណ៌វាឡើងចង់ដោយកាក់ស្ករហ្នឹងគ្រាន់តែថាវារាវជាងកាក់ស្ករដោយសារតែមានសារជាតិចិញ្ចឹមគ្រឹះកុសធម្មជាតិច្រើនពីផ្លែឈើហ្នឹងណាអានេះអ្នកនរគ្នាយើងប្រើតែតិចណាលាយមួយទឹកដល់អានេះចឹងខ្ញុំដាក់តែប្រហែលឆូតទេណាចេញពណ៌នេះចឹងទឹកជីនេះគឺងាយស្រួលប្រើណាបងប្អូនហើយជាមេជីខ្លាំងប្រើល្អណាស់សម្រាប់ដំណាំផ្សេងអានេះកាកស្កររងូខាប់ក្ដឹសចាកាកស្ករខ្មែរគឺខាប់ក្ដឹសហើយនេះគឺទឹកជីផ្លែឈើចាដែលគ្រឿងផ្សំវាកាកស្កររងូហើយនិងផ្លែឈើខ្មែរផ្លែឈើគឺផ្លែឈើដែលមានពណ៌លឿងណាអ្នកនរគ្នាដូចម្នាស់ចេកទុំម្នាស់ស្វាយការ៉ាបៀតអីហ្នឹងឃើញអត់អានេះគឺល្អខ្លាំងណាស់ត្រាំចំបើងតែសៃប្រហើយឆាប់ធំអូញាក់សាច់ហ្មងអញ្ចឹងសម្រាប់បងប្អូនដែលចង់ផលិតទឹកជីធម្មជាតិខ្លួនឯងបងប្អូនគាត់ទៅទិញកាកស្កររងូពីខាងយើងខ្ញុំទៅចាខ្ញុំមានលក់កាកស្កររងូអញ្ចឹងបងប្អូនយកទៅធ្វើបំបែកប្រើខ្លួនឯងបានច្រើននេះគឺចំណេញទឹកឡើងខាប់ណាបងប្អូនណាបើកមកក្លិនឈ្ងុយចាបងប្អូនប្រហែលជាធ្លាប់ឮគេធ្វើទឹកជីត្រីអ្នកនរគ្នាទឹកជីត្រីក៏អត់ពិបាកធ្វើដែរពោះត្រីក្បាលត្រីយើងទិញពីផ្សារនោះឧទាហរណ៍បងប្អូនទិញ1គីឡូក្រាមប
បងប្អូនប្រើពោះត្រីក្បាលត្រី1គីឡូក្រាមអញ្ចឹងបងប្អូនប្រើកាក់ស្កររងូនេះ1គីឡូទៅ2គីឡូទៅចាពីព្រោះអីរបស់ឆ្អាបគឺវាក្លិនខ្លាំងចាបងប្អូនដាក់ចូលធុងអញ្ចឹងមកចាក់ចូលមកថ្លឹងស្កររងូ2គីឡូអីទៅចាហើយបើសិនជាបងប្អូនចង់ឲ្យវាកាច់លឿនទិញដូងចាទិញដូងយកអាទឹកផ្អែមមកចាក់ចូលមួយផ្លែពីរផ្លែទៅវាបំបែកកាច់ចូលគ្នាលឿនអាជីត្រីហ្នឹងក៏ជីស្រីរៀងដែរគឺប្រើល្អខ្លាំងស្បីតែអ្នកដាំតរ៉េនក៏គេប្រើជីត្រីនឹងដែរសម្រាប់ជីធម្មជាតិបែបនេះគឺយើងចំណាយតិចខ្លាំងមែនតែនចាម្យ៉ាងនៅពេលដែលយើងប្រើទៅលើផលដំណាំរបស់យើងគឺអត់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទេចាសុទ្ធតែជារបស់ធម្មជាតិពិត 100% ចាអញ្ចឹងបងប្អូនដែលមានតម្រូវការកាក់ស្កររងូបងប្អូនឆាតមកចាខ្ញុំមានលក់កាក់ស្កររងូបងប្អូនទិញជាកានក៏បានទិញជាដបតូចៗអញ្ចឹងក៏បានដែរហើយពួកខ្ញុំមានផ្គត់ផ្គង់ដុំកញ្ចប់ផ្សិតអំបោះផ្សិតសហើយនឹងលក់មេផ្សិតចំបើងហើយនឹងគ្រឿងដាំផ្សិតផ្សេងៗហ្នឹងចាបងប្អូនមានតម្រូវការឆាតទិញបានចាខោនពួកខ្ញុំឈ្មោះនីតុងអក្សរអង់គ្លេសហើយខោននាងខ្ញុំឈ្មោះណែតម៉ារីជាអក្សរខ្មែរឬក៏នីស្រីណែតនេះចាលេខទូរស័ព្ទគឺខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងតែម្ដងចា